ជំរាបសួរសួស្តីទៅកាន់អ្នកទាំងគ្នាបាទនេះគឺជាសកម្មភាពនៃការចាប់ចៃទឹកអ្នកទាំងគ្នាអានេះចៃទឹកដែលយើងដួសបានបាទឥឡូវយើងដួសបានច្រើនគ្រាន់ដែរបាទអានេះយើងចាប់ពីដួសបានហើយយើងយកមកដួសដាក់ត្រីឲ្យយើងបាទអញ្ចឹងតឥឡូវយើងទៅមើលសកម្មភាពនៃការដួសចៃទឹកទាំងអស់គ្នាបាទ Let's go បាទឥឡូវយើងដាក់ត្រីស៊ីវិញបាទនេះបាទមុនដំបូងយើងរៀបចំទឹកមកបាទយើងមកប្រមូលផលចៃទឹករបស់យើងមកពូយើងធ្វើយូរដែរបាទចឹងនេះចៃទឹករបស់យើងបាទល្អមែនបាទតែច្រើនគួរសមដែរបាទចៃទឹកយើងអត់មិនដាក់ចំណីឲ្យវាស៊ីដែរចំណីចៃទឹកក៏មានអីទេអ្នកនរគ្នាយើងដាក់ទឹកសក់ដាក់អីទៅវាកើតមកឯងបណ្ដោយចៃទឹកហ្នឹងបាទឥឡូវយើងចាប់ផ្ដើមដួសវាហើយបាទមកកញ្ច្រែងមុនដំបូងបាទចឹងអត់សូវច្រើនទេបាទមកកញ្ច្រែងមុនដំបូងមកតើហើយយើងតទៀតមកបាទព្រោះកញ្ច្រែងទី1នេះអត់សូវច្រើនទេនេះអានេះមិនច្រើនមែនតើបាទដាក់មកខាប់ដោយបាទពេលយើងដួសមកតើឥឡូវយើងពុះវាសិនបាទឥឡូវយើងដួសវាទៀតបាទដួសវាទៀតមកបាទចៃច្រើនមែនតើនេះចៃយើងបាទឥឡូវយើងដួសតាមគៀនដួសអីមកបាទអូច្រើនអ្នកនរគ្នាអានេះបានច្រើនមែនតើច្រើនគ្រាន់ហើយបាទឥឡូវយើងចាប់ដើមដួសទៀតបាទឥឡូវយើងមើលសិនបាទព្រោះយើងថាដួសបែបណាវាស្រួលអញ្ចឹងអ្នកនរគ្នាយើងដួសម្ដងតិចមកបាទព្រោះខ្លះយើងដួសទៅអត់បានទឹកអស់ទេយើងតើតាយើងដួសមកតាមគៀនតាមអីផងបាទវាបានច្រើនបាទហើយយើងមើលវាមកបាទវាប៉ុណ្ណាវានៅប្រហែលអីប្រហែលអញ្ចឹងយើងមើលវាមកបាទដួសគៀនមកស្រែងវាមករោវាតើឃើញបាទចាច្រើនដែរតាមិញហើយយើងដួសអញ្ចឹងរហូតបាទតអស់ចៃអ្នកនរគ្នាពេលយើងដួសទៅដល់ពេលវាអស់វាកាត់ថ្មីទេចៃទឹកហ្នឹងបាទយើងដាក់តែចំណីឲ្យវាទៅវាកើតមកឯងទេចៃទឹកថាយើងមានដូចថាទឹកស្អុយឬក៏ទឹកអីចឹងក៏វាកើតដែរបាទចៃទឹកហ្នឹងវាស្រួលទេស្រួលកើតមែនទេបាទអានេះយើងដួសកវាចេញទៅហើយសិនបាទដូចលឹកចេកដូចអីអ្នកនរគ្នាដែលយើងទុកចោលទុកអីហ្នឹងលឹកចេកចោលទុកត្រាំចោលទៅវាកើតមកខ្លួនឯងនេះដួសវាទៀតឥឡូវយើងមើលសិនបាទមិនដឹងថាអស់ឬក៏នៅទេដួសវាសិនមកខ្លាចតែជាប់ប៉ះអាកាហ្នឹងកតិចវាហ្នឹងវាពិបាកអញ្ចឹងវិញតែឥឡូវយើងគិតថាយកតែប៉ុណ្្នឹងទេបាទតបមកនេះត្រីរបស់យើងបាទនៅក្នុងទូអ្នកនរគ្នាអញ្ចឹងអានោះពងទីនីអ្នកនរគ្នាយើងតបតែបញ្ញោវាដែរតែឥឡូវយើងមើលត្រីនៅក្នុងស្តុបរបស់យើងសិនបាទនេះត្រីបាទត្រីទី1នេះពួក Casmoon បាទចាហ្នឹងមេអានេះក៏មេ Casmoon ដែរអ្នកនរគ្នាមេ Casmoon បាទអានេះឈ្មោះ Casmoon តែពណ៌សអ្នកនរគ្នាចឹងនេះចៃទឹករបស់យើងបាទយើងរៀបចំនឹងដាក់ឲ្យត្រីយើងស៊ីបាទតឥឡូវយើងដួសមកដួសដាក់ឲ្យវាម្ដងតិចមកបាទយើងដាក់ឲ្យទី1មុនបាទពណ៌សនឹងមុនយើងដួសទៀតមកយើងមើលដែរបាទត្រីណាដែលវាសុខភាពល្អអីសុខភាពមិនល្អអីយើងឆែកវាមើលរហូតបាទយើងឆែកមើលថាទឹកវារៀងល្អក៏យើងដូរទៅបាទកុំទុកវាយូរទៅងាប់ត្រីជួនយើងទេអញ្ចឹងយើងមើលទឹកមើលអីផងបាទអានេះមួយអាទិត្យអីគឺខ្ញុំដូរម្ដងហើយបាទដូរដាក់ចំណីឲ្យវាដាក់រាល់ថ្ងៃមួយថ្ងៃ2ដងបើណា3ដងតាមពេលយើងតនេអញ្ចឹងអ្នកអត់នេះបើយើងអត់សូវតនេយើងដាក់តែម្ដងទេបាទអានេះយើងដាក់ពីព្រឹកហើយអញ្ចឹងថ្ងៃឡើងគឺយើងដាក់ប្រភេទចៃទឹកម្ដងបាទដាក់មកបាទត្រីយើងធំដែរអត់មែនពួកនេះទេពួកដែលអាចប្រកាច់បានប្រកាត់យកកូនបានអញ្ចឹងនេះដួសដាក់មកតាមកែវរបស់យើងបាទត្រីសរុបទាំងអស់ប្រហែលជាអាចខ្ទង់20ជាងអ្នកនរនេះអាច20លើតិចតួចអីបាទមានអាក្រោមផងមានអាលើផងបាទអញ្ចឹងយើងដួសមើលណាមេណារៀងល្អអីដាក់វារៀងច្រើនតិចទៅបាទចៃហ្នឹងបាទឥឡូវយើងមើលសិនបាទ
ខ្លាចវាជាប់ព្រោះចៃវាប្រដាប់ដួសយើងហ្នឹងពេលខ្លះវាជាប់ដល់ពេលយើងតម្លាក់អត់អស់ជាប់យើងដាក់តាមកែវមកបាទតាមកែវមួយមកបាទដាក់ដងតិចមកបាទនេះត្រីរបស់យើងច្រើនគ្រាន់តែថាចឹងអ្នកនរគ្នាបើថាចង់កំងខ្ញុំក៏បានដែរតែប្រហែលជាអាចជ្រេដាក់តាមឡានតាមអីឲ្យអ្នកនរគ្នាព្រោះនេះច្រើនមែនទេបាទឥឡូវយើងដាក់ឲ្យអាក្រហមនេះពួកខាស្មូនអ្នកនរគ្នាខាស្មូនក្រហមតែកតុយអីវារិចអស់ខ្លះអ្នកនរគ្នាដោយសារតែចិញ្ចក់អីវាចូលមកខំចូលមកអីចឹងយើងអត់សូវបានមើលគឺងាប់ហើយតែវាថាយើងឡើងមើលអត់សូវអីទេបាទអានេះប្រភេទពណ៌សបាទមានពណ៌សដែរណាឡើយយើងដួសទៀតមកបាទខ្លាចវានៅសងបាទយើងមើលវាស្រួលបួលបាទចឹងអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូហ្នឹងបាទបើសិនជាអ្នកនរគ្នាចង់ដឹងព័ត៌មានអីអ្នកនរគ្នាចង់ដឹងពីប្រភេទ Telegram អីអាចបាទសួរខ្ញុំបានបាទអរគុណអ្នកនរគ្នាបាយបាយ